សិនហើយខ្មោចជួយផងខ្មោចសំគមនិងខ្មោចកន្ធាត់មេតារស់នៅភូមិមួយនៅឯជនបទមេតាជាមនុស្សចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃថ្ងៃមួយមេតាបានទៅផ្ទះមីងតយហើយបាននិយាយរឿងពូមឿននៅខាងកើតផ្ទះគាត់ថាអញ្ចឹងគាត់ទៅប្រាប់អីគេតើកូនប្រាប់ពីរឿងខ្មោចហ៎អូចាំមើលណាមីងដឹងទេពូមឿនជាមនុស្សកំណាញ់នៅស្វិតហើយគ្មានញាតិចិត្តខាងនោះទេអ្នកណាក៏គេមិនចូលចិត្តចរិតគាត់ដែរមនុស្សដូចពូមឿនពេលស្លាប់ទៅច្បាស់ជាគ្មានអ្នកចូលប៉ុនឡើយអតីស្ដាប់អត់កូនបាទមីងតយតបវិញណ៎ហើយមនុស្សយើងគឺមានចរិតផ្សេងគ្នាចឹងបាច់នេះកុំប្រកាន់ខឹងនឹងគាត់អីបើគាត់បាត់នេះទៅហើយយើងមិនគួរយកគំរូតាមគាត់ឡើយមេតាពេកមាត់ដាក់មីងតយហើយដើរចេញពីផ្ទះមីងតយយ៉ាងលឿនអូសិតពេកមាត់ទេណោះបាទបន្ទាប់មកមេតាបានទៅលេងផ្ទះពូគាំវិញម្ដងមេតានិយាយជាមួយពូគាំថាពូដឹងទេពូមឿននៅផ្ទះខាងកើតផ្ទះខ្ញុំហ៎ឆ្លោះគ្នាជាមួយអ្នកចិត្តខាងរត់តែថ្ងៃសម្បីតែស្លឹកឈើមួយសន្លឹកជ្រុះលើដីគាត់ក៏គាត់រករឿងគេដែរមនុស្សបែបនេះពិបាករស់នៅក្បែរណាពូគាំតវិញហើយចុះបើគាត់ជាមនុស្សបែបនេះទៅហើយយើងមិនគួរប្រកាន់ខឹងតបតនឹងគាត់នោះទេបាទអញ្ចឹងគាត់គេមិនមានរឿងអីកើតឡើងទេគាត់បាទជួបខ្មោចតាទៀតមេតាបានដើរត្រឡប់មកផ្ទះវិញដោយខឹងនឹងពូគាំទៀតផងមេតាដើរបានបន្តិចក៏ឃើញមនុស្សពីរនាក់អង្គុយក្រោមដើមស្វាយមេតាដើរទៅមានបំណងចង់និយាយដើមពូមឿនទៀតពេលចូលទៅដល់ពីរអ្នកនោះមិនឲ្យមេតាឃើញមុខសោះហើយក៏មិននិយាយរកមេតាដែរពីរអ្នកហ្នឹងណាគេទៅមកដែរណោះមកសុំពីមេតាក៏ដើរចេញមកវិញស្រាប់តែជប់សិនកុំអើទៅណាខ្ញុំមានរឿងចង់និយាយប្រាប់ពីអ្នកចិត្តខាងរបស់ខ្ញុំមេតាងាកផ្លែតឃើញមុខពួកគេគួយខ្លាចតាមពិតទាំងពីរអ្នកនោះគឺជាខ្មោចសោះមេតាត្រៃទេខ្ញុំទៅសិនហើយខ្មោចជួយផងខ្មោចមួយធាត់ខ្មោចមួយទៀតស្គមហោះដេញតាមមេតាបាទចាំឃើញហ៎នេះហោះដេញតាមនេះបាទមេតារត់យ៉ាងលឿនដូចហោះហើយជន់អាចគោរអស់ដួលមុខរបស់មេតាប្រឡាក់អាចគោសើតែប្រឡំភ្នែកនេះបាទរត់ទៅនោះខ្មោចសង្គមក៏រត់មកតាន់កុំអើរត់ទៅណាយើងមានរឿងអ្នកចិត្តខាងចង់និយាយប្រាប់មេតាស្រែកទេខ្ញុំមិនចង់ស្ដាប់ទេខ្ញុំរវល់ណាបាទអញ្ចឹងគេមិនមានអីកើតឡើងទេណាវ៉ៃនេះមែនអូទីនតាអូខ្មោចទីនតាអូមើលទីនតាខ្មោចទីនតាបាទតទៀតខ្មោចសង្គមស្ដាប់ចាប់មេតាជាប់ខ្មោចបើកភ្នែកធំពុនចានលឿនអណ្ដាតយ៉ាងវែងមាត់មកលិតមាត់មេតាលិតបាទមេតាភ័យឡើងដាស់សក់ភ្នែកសផ្លែរកនិយាយអ្វីមិនចេញទេមេតាកាន់តែស្រែកលេងខ្ញុំទៅតើខ្ញុំខកអ្វីបានជាលោកមកចាប់ខ្ញុំខ្មោចតបឯងមិនដឹងកំហុសទេឬអញ្ចឹងចាំយើងផ្ដល់មេរៀនឲ្យឯងមួយអូថៃទៅខ្មោចហ្នឹងនឹងថៃទៅគាត់បាយគោដល់មែនចាំមើលមេរៀនណាព្រមនោះខ្មោចសង្គមបានយកមកចូលនឹងអំបោះចេញមកខ្មោចសង្គមនិយាយថាថ្ងៃនេះយើងនឹងដេមាត់ឯងឲ្យចិត្តព្រោះមាត់របស់ឯងនេះពូកែនិយាយអាក្រក់ពីអ្នកដទៃណាខ្មោចរៀបនឹងយកមកចូលមកចាក់មាត់មេតាស្រាប់តែខ្មោចធាត់ស្អែកគាត់ឆាប់សានត្រឹមតែដេមាត់មិនសមនឹងទង្វើរបស់វាទេយើងត្រូវកាត់អណ្ដាតវាចេញទៀតហើយចាំដេមាត់ជាក្រោយព្រោះអណ្ដាតរបស់វាប្រលាស់មិនចេះកើតបានតើទៀតមេតាអមមកលោកខ្មោចអើយកុំធ្វើបាបខ្ញុំអីបើលោកទៅជីវិតឲ្យខ្ញុំចឹងកែប្រែខ្ញុំនឹងកែប្រែទង្វើអាក្រក់របស់ខ្ញុំផ្លូវកន្លងមកខ្មោចស្គមតបកុំរៀបរាប់ច្រើនពេកអត់ប្រយោជន៍ទេខ្មោចគាត់បានលូកដៃចាប់ទៀនអណ្ដាតពីមាត់មេតាចាប់លុបព្រមនោះមេតាខំដៃខ្មោចធាត់ជាប់ខ្មោចធាត់ស្រែកអូយជួយណាលែងយើងទោះបីខ្មោចអំទានយ៉ាងណាក៏មេតាលែងដៃមិនលែងដៃខ្មោចដែររំពេចនោះខ្មោចធាត់កញ្ឆក់ដៃពីមាត់មេតាហើយបានរបូតដៃមកខាងខ្មោចក៏បាត់ខ្លួនក្នុងពេលនោះទៅបាទពេលខ្មោចទៅបាត់មេតាញាក់ទៅញាក់ទៅគេអូកាប់មេតាមែនអូយកសាប់សោះហើយកំពុងតែខំដៃខ្លួនឯងជាប់មេតាក៏ដឹងខ្លួនត្រូវខ្មោចឡងបន្ទាប់មកមេតាបានដើរត្រឡប់ទៅវិញទាំងមុខស្លេកស្លាំងទៅដល់ផ្ទះមេតាភ័យខ្លាចរហូតដល់គ្រឹះចាប់តាំងពីពេលនោះមកមេតាមិនដែលហ៊ាននិយាយអាក្រក់ពីអ្នកដទៃទៀតឡើយបាទទៅស្ដាប់តើណាបាទអញ្ចឹងក្រោយពីស្ដាប់រឿងមកហើយលោកគ្រូប្រាប់ពីសញ្ញាក្នុងការដូចរដងសញ្ញានេះអីគេទៅគុណបាទចុះសញ្ញានេះបាទបែរមករកគ្នាចាប់ដៃហើយដល់សញ្ញានេះមានន័យថាម៉េចបាទមានន័យថាឈប់អញ្ចឹងលោកគ្រូនឹងផ្ដល់សំណួរឲ្យកូនពិភាក្សាសូមកូនស្ដាប់សិនណាស្ដាប់បាទសំណួរតើមេតាជាមនុស្សមានអត្តចរិតដូចម្ដេចប្រសិនបើកូនវិញតើកូនយកតម្រាប់តាមមេតាដែរឬ
tê hai bà con dâu hai đứa ban chị con dâu tai bà con mình dâu tê hai đứa ban chị con mắn dâu à lỡ cái tụi con cắt sẵn cái rồi hai con bài mũ rồi đầy cù cồn chạm đầy cù má hai đôi chầm lại cồn ở từ căn mật hẹn